ទាំងអស់គ្នានៅគេខ្លះដែលកំពុងតែរងចាំនៃការចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តរឿងខ្មោចដើមជ័យជ្វាអ្នកនរគ្នាគាត់ទៅលើចំណងជើងខ្មោចដើមជ័យជ្វាខ្មោចដើមជ័យជ្វាទៀតនេះគឺជា version ទីថ្មីអ្នកនរគ្នា version ថ្មីសម្រាប់ខ្មោចដើមជ័យជ្វាដែលសារតែពីមុនយើងថាយូរហើយក៏អ្នកនរគ្នានៅតែចាំនៅរឿងសាច់រឿងនេះដែរអញ្ចឹងនេះគឺជាសាច់រឿង version ថ្មីសម្រាប់តួឯងស្រីគឺនៅតែដដែលអ្នកនរគ្នាបានមើល trailer ហើយនៅបើមិនទាន់មើល trailer ទេអាចទៅមើល trailer បានអ្នកនរគ្នាតួស្រីគឺនៅតែដដែលប៉ុន្តែគាត់អត់មានសម្រាប់គាត់គឺនៅថិតថេរអ្នកនរគ្នា Oh my god អញ្ចឹងអ្នកទាំងអស់គ្នារឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការគ្រប់រោងភាពយន្តទាំងអស់ចាប់ពីថ្ងៃទី14ខែមេសាឆ្នាំ2026នេះតទៅអ្នកទាំងអស់គ្នាគឺប៉ះថ្ងៃចូលឆ្នាំតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចថាទៅចូលឆ្នាំនៅទេហើយអាចឆ្លៀតជាមួយរោងកុនជាមួយនឹងរឿងខ្មោចដើមជាឆ្វេងនេះបានខ្ញុំគិតថារឿងនេះបើសិនបើគេធ្វើថ្មីហើយអត់សូវល្អដូចពីមុនខ្ញុំគិតថាប្រហែលជាគេអត់ធ្វើទេតែគាត់ថាខ្ញុំឯងតាមអារម្មណ៍ខ្ញុំគិតថាវានឹង better ជាងពីមុនដាំងពីមុនយើងថាល្អមើលហើយគឺអ្នកគេក៏មើលរឿងនេះគឺខ្លាចជាប់ខ្លាចមកប៉ុន្តែនឹងដឹងថាតែរឿងថ្មីនេះវាដល់កម្រិតណា wait and see អ្នកនរគ្នា